សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះយើងនឹងពិភាក្សាលម្អិតអំពី6 feature សំខាន់របស់ STP ឬ Standing Tree Protocol បើបងប្អូនមិនទាន់ចង់ចាប់អារម្មណ៍អ្វីទៅជា STP សូមទៅមើលវីដេអូមុនរបស់ខ្ញុំជាមុនសិនfeature ទាំង6នេះមានតួនាទីខុសៗគ្នាខ្លះផ្ដោតលើ speed ខ្លះផ្ដោតលើ security ខ្លះផ្ដោតលើ bandwidth មុននឹងចាប់ផ្ដើមសូមចុច subscribe វីដេអូនិងបើក bell notification ដើម្បីគាំទ្រ channel របស់ខ្ញុំតោះចាប់ផ្ដើមមុននឹងចូលទៅលម្អិតសូមពិនិត្យមើល overview របស់ feature ទាំង6នេះសិន feature ទី1 port flash រំលង delay ចូល forwarding ភ្លាមនេះជា feature ដែលមាន import លើ speed ខ្លាំងបំផុត feature ទី2គឺ BPDU Race ការពារ root switch នេះជា security feature ទី3 BPDU filter គ្រប់គ្រង BPDU behavior feature នេះមាន reach ខ្ពស់ត្រូវប្រើដោយប្រុងប្រយ័ត្ន feature ទី4 uplink flash failover លឿនសម្រាប់ access layer ល្អសម្រាប់ redundancy feature ទី5 feasible flash detailing filler លឿនល្អសម្រាប់ cost network feature ទី6 ether channel link acquisition បង្កើន bandwidth រួម link ច្រើនជា local link មួយឥឡូវនេះសូមចាប់ផ្ដើមពិនិត្យមើលនីមួយៗឲ្យបានលម្អិតទី1 port flash នេះគឺជា feature ដ៏សំខាន់បំផុតនិងមាន import លើ speed ខ្លាំងជាងគេគោលបំណងport flash អនុញ្ញាតឲ្យ access port រំលង STP transitional states ទាំងអស់ហើយចូល forwarding state ភ្លាមយើងចាំបានថានៅពេល port ធម្មតាឡើងថ្មីវាត្រូវឆ្លងកាត់ blocking 20 វិនាទី listening 15 វិនាទី learning 15 វិនាទីដូចគ្នាសរុបទាំងអស់50 វិនាទីអញ្ចឹងbot flash វា skip ទាំងអស់នេះរបៀបដំណើរការរបស់វានៅពេលអ្នកភ្ជាប់ PC ឬ printer ទៅ switch port ដែលមាន port flash enable អញ្ចឹងport មិនចូល blocking ទេ port មិនចូល listening ទេ port មិនចូល learning ទេ port ចូល forward ភ្លាមតែតិចជាង1វិនាទីអត្ថប្រយោជន៍ទី1គឺ DECP assignment លឿនអញ្ចឹងសូមសម័យទៅមើលបើអ្នកបើកកុំព្យូទ័រនៅក្នុង Office បើគ្មាន board flash PC របស់អ្នកត្រូវរងចាំ50 វិនាទីមុននឹងបានទទួល IP address ពី DHCP server ប៉ុន្តែជាមួយ port flash អ្នកទទួល IP address ភ្លាមនេះជា experience ល្អជាច្រើនចំណុចទី2 root time កាត់បន្ថយពី50ទៅតិចជាង1វិនាទីនេះជា employment ដ៏អស្ចារ្យមួយកាត់បន្ថយពេលវេលារហូតដល់ 98% ចំណុចទី3 user experience ប្រសើរឡើង user មិនចាំបាច់រងចាំយូរភ្ជាប់ខ្សែបញ្ចូលអ៊ីនធឺណិតដំណើរការភ្លាមចំណុចទី4ប្រើសម្រាប់ access port
port flash គួរតែប្រើលើ port ដែលភ្ជាប់ទៅ end device មួយគឺ PC laptop printer server phone camera គ្រប់ end device ដែលមិនមែនជា switch សំខាន់ណាស់ការព្រមានសុវត្ថិភាពកុំប្រើ port flash លើត្រាំង port ដែលភ្ជាប់ទៅ switch ផ្សេង port ដែលភ្ជាប់ទៅ router និង port ដែលអាចទទួល BPDU ចង់សួរថាហេតុអ្វីពីព្រោះ port flash skip STP check ទាំងអស់បើប្រើលើ port ដែលភ្ជាប់ទៅ switch វាអាចបង្កើត loop ហើយធ្វើឲ្យបណ្ដាញយើងធ្លាក់ទាំងស្រុង speed សូមកលេចមើល comparison នៅខាងនៅផ្នែកខាងស្ដាំ slide អញ្ចឹងយើងឃើញ STP ធម្មតា background ពណ៌ក្រហម 50 BT វាយឺតណាស់ passport background ពណ៌បៃតងតិចជាង1 BT គឺវាលឿនមែនតើនេះហើយជា power របស់ passport នេះជាconfiguration command សម្រាប់អ្នកចង់ដឹងអាចធ្វើបានឬបើចង់ enable ទាំងអស់តែម្ដងแล้วហើយបន្ទាប់ទៅ pleasure ទី2 pleasure ទី2គឺ BPDU grade BPDU grade នេះគឺជា security pleasure ដ៏សំខាន់មួយគោលបំណង BPDU grade ការពារ layer security ដោយ block port ណាមួយដែលទទួល BPDU មិនបន្ទុកបញ្ហាអ្វីដែល BPDU grade ការពារសូមសម័យស្ថានភាពនេះអ្នកមាន network ធំមួយដែលមាន switches និង access port ជាច្រើន access port ទាំងនេះប្រើសម្រាប់ user ភ្ជាប់ PC និង printer ប៉ុន្តែ employee ម្នាក់ឬ attacker ម្នាក់យក switch តូចមួយមកភ្ជាប់ចូល access port អញ្ចឹងswitch តូចនេះចាប់ផ្ដើមផ្ញើ BPDU message វាអាចបង្កើត loop ធ្វើឲ្យបណ្ដាញធ្លាក់ចុះ multiple root elation ខ្លះជា root switch ហើយគ្រប់គ្រងបណ្ដាញយើងចាប់ផ្ដើមចាប់យក traffic man in the middle attack នេះគឺជា root switch attack ហើយវាគ្រោះថ្នាក់ណាស់របៀបដែល BPDU grade ការពារនៅពេលដែល BPDU grade enable នៅលើ switch port អញ្ចឹងដំណើរការរបស់វា step ទី1 port រងចាំនិងស្ដាប់អញ្ចឹង step ទី2បើ port ទទួល BPDU message មួយពី root switch step ទី3 switch ទៅ switch step ទី3 switch ដាក់ port ទៅជើ disable state ភ្លាម step ទី4 port shut down ទាំងស្រុង step ទី5 administrator setter ទទួល alert នេះការការពារបណ្ដាញភ្លាម root switch មិនអាចធ្វើអ្វីបានទេហេតុអ្វី access port មិនគួរទទួល BPDU access port គួរតភ្ជាប់ទៅ end device មួយគឺ PC printer phone device ទាំងនេះមិនផ្ញើ BPDU ទេដូច្នេះបើ access port ទទួល BPDU មានន័យថាមាន switch ត្រូវបានភ្ជាប់ root switch មាន misconfiguration មាន attack កំពុងកើតឡើង BPDU grade ការពារទាំងនេះ best practice ច
ចឹងប្រើ port flash និង BPDU Grace ជាមួយគ្នានេះជា standard configuration សម្រាប់ access port ទាំងអស់ចឹងឬ enable ទាំងអស់តែម្ដងចំណុចទៀតrecovery ពី miss disable បើ BPDU Grace block port អ្នកត្រូវ step ទី1រកមូលហេតុដក root switch ចេញ step ទី2 recover port ឬ enable auto recovery ខាងក្រោមឃើញ line ពណ៌ក្រហមមួយដាក់ថាសំខាន់ BPDU Grace មិនមែន sorry ឡើងនឹងសេខុំមិនមែន speed pleasure ទេវាជា security pleasure ដែលការពារបណ្ដាញយើងយើងទៅ slide បន្តចំណុចទី3 BPDU filter នេះជា feature ដែលត្រូវប្រើប្រាស់យ៉ាងប្រុងប្រយ័ត្នគោលបំណង BPDU filter បញ្ចប់ការផ្ញើនិងទទួល BPDU នៅលើ port 1វាដូចជាយើងមិនដាក់កញ្ចក់ port មិនឃើញនិងមិនផ្ញើ BPDU ទាំងស្រុងរបៀបដំណើរការរបស់វានៅពេល BPDU filter enable លើ port ចំណុចទី1គឺ port មិនផ្ញើ BPDU ទេចំណុចទី2 port មិនទទួល BPDU ទេគ្រាប់ទាំងអស់ចំណុចទី3 port ដំណើរការដូចជាគ្មាន PBDU ហានិភ័យនៃ PBDU filter សំខាន់ណាស់ PBDU filter មាន risk ខ្ពស់ណាស់ហានិភ័យទី1មិនអាច detail pathology change បើបណ្ដាញផ្លាស់ប្ដូរ switch ថ្មី link ថ្មី port នេះមិនដឹងទេពីព្រោះវាទទួល BPDU ហានិភ័យទី2អាចបង្កើត loop បើយើងភ្លេចហើយ enable BPDU filter ឬ port ច្រើនវាអាចបង្កើត loop ហើយធ្វើឲ្យបណ្ដាញធ្លាក់ហានិភ័យទី3ការពារ security មិនល្អខុសពី BPDU Grace ដែល block root switch BPDU filter គ្រាន់តែ ignore root switch នៅពេលអាចធ្វើ root switch នៅតែធ្វើការបាននៅពេលណាគួរប្រើ BPDU filter BPDU filter គួរតែប្រើនៅករណីពិសេសតែប៉ុណ្ណោះករណីទី1គឺ provider H ក្នុង service provider network នៅពេលយើងជា SPDU ហើយចង់បង្ការ SPDU ពី customer network មកក្នុង network យើងករណីទី2 legacy equipment compatibility device ចាស់ខ្លះគេម្ជូរនឹង BPDU ហើយដំណើរការមិនល្អករណីទី3 testing environment តែប៉ុណ្ណោះករណីទី3 testing environment តែប៉ុណ្ណោះ BPDU filter vs BPDU Grace ចឹងយើងអាចមើលបានពី feature គោលបំណងនៅ feature គោលបំណងរបស់វាគឺរបស់ PBDU Grace security BPDU filter control ចឹងនៅពេលទទួល PBDU ចឹងវា shut down BPDU filter គឺ ignore ដល់ពេលសុវត្ថិភាព PBDU Grace គឺសុវត្ថិភាពខ្ពស់ PBDU filter គឺសុវត្ថិភាពទាប
ចឹងពេលណាប្រើប្រាស់ PPDU Grace ប្រើនៅពេល access port PPDU filter ក្នុងករណីពិសេសចឹងសន្និដ្ឋាន PPDU filter មិនមែន speed automation feature ទេវាគ្រាន់តែគ្រប់គ្រង BPDU behavior best practice ចឹងប្រើ BPDU Grace ជំនួស BPDU filter លើ access port ចឹងBPDU filter ប្រើនៅក្នុងករណីពិសេសតែប៉ុណ្ណោះសូមកលេចមើល warning box នៅផ្នែកខាងក្រោម slide ប្រើដោយប្រុងប្រយ័ត្នមានហានិភ័យខ្ពស់ណាអញ្ចឹងបន្ទាប់ទៅ feature ទី4 feature ទី4គឺ uplink flux uplink flux នេះជា feature សំខាន់ failover លឿនគួរអំណងរចនាឡើងសម្រាប់ access port ដែលមាន Durant uplink របៀបដំណើរការបើ primary link បរាជ័យ switch នឹង promote backup link ភ្លាមមិនរងចាំ full STP timer កាត់បន្ថយ converging time មិនលឿនដូច port flash សម្រាប់ failover តែប៉ុណ្ណោះអញ្ចឹងបញ្ហាដែល uplink flash ដោះស្រាយសម័យមើលpathology នេះបញ្ហាដែល uplink flash ដោះស្រាយសូមសម័យ pathology នេះអញ្ចឹង access switch 2 link ទៅ distribution layer អញ្ចឹង primary link forward link state backup link blocking state STP block វាដើម្បីជៀសវាង loop សុំសម័យ primary link fail ជាមួយ STP ធម្មតា step ទី1 primary link down step ទី2 switch រងចាំ mix-age timer 20 វិនាទីជាង step ទី3 switch ចាប់ផ្ដើម reconverging step ទី4 backup link ឆ្លងកាត់ listening 15 វិនាទីនិង learning 15 វិនាទីអញ្ចឹង total សរុប50 វិនាទីនឹងវា down time ហើយមួយទៀតជាមួយ uplink flash អញ្ចឹង step ទី1 primary link down step ទី2 uplink flash delete ភ្លាមទាំង step ទី3 promote backup link ទៅ forward link state ភ្លាមអញ្ចឹង total តែ3ទៅ5វិនាទីតែប៉ុណ្ណោះនេះគឺជា employment ដ៏ចាស់សម្រាប់ redundancy យើងចូល slide ទី5តែបន្ទាប់គឺ 5 baseball flash នេះគឺជា feature ដែល deletion លឿនគួរម្ដង baseball flash ជា baseball flash ជួយ delete indirect link failure លឿនជាង default STP អញ្ចឹងឧទាហរណ៍នេះអញ្ចឹង switch C គឺជាយើងមាន2 part ទៅ root អញ្ចឹង part ទី1 switch C ទៅ switch A root forwarding អញ្ចឹង part ទី2 switch C ទៅ switch B ទៅ switch A វា root អញ្ចឹងវា block អញ្ចឹង indirect feature កើតឡើង
ឥឡូវអញ្ចឹង link រវាង switch A និង root file អញ្ចឹងជាមួយ ICP ធម្មតា step ទី1 link A root file step ទី2 switch A ផ្លាស់ប្ដូរ root port step ទី3 switch A ចាប់ផ្ដើមផ្ញើ inferer BPDU មិនឡអញ្ចឹង step ទី4 switch C ទទួល inferer BPDU តែ ignore វា step ទី5 switch C រងចាំ MHH timer 20 វិនាទីមុននឹង recalculate step ទី6បន្ទាប់ពី recalculate path ថ្មីអញ្ចឹង total ទាំងអស់វា 30 ទៅ 40 វិនាទីជាមួយ bot flash វិញ step ទី1គឺ link A file root file step ទី2 switch C ទទួល inferer BPDU step ទី3 breakpoint flash delete ភ្លាមថាមាន indirect filter step ទី4 switch C ផ្ញើ root link query តែពីកាត់ថា RLQ ទៅ root port step ទី5ពិនិត្យមើលថាតើមាន port ថ្មីទៅ port ទេ step ទី5ពិនិត្យមើលថាមាន path ថ្មីទៅ port ទេអញ្ចឹង step ទី1បើសិនបើមាន expire message timer ភ្លាម step ទី7 recalculate ភ្លាមអញ្ចឹង total សរុបវាចំណាយពេល10ទៅ15វិនាទីroutine require requirements នេះជាសារ៉េត SAS របស់ breakpoint flash អញ្ចឹងចំណុចទី1 switch ផ្ញើ RLQ message ចំណុចទី2 RLQ សួរថាតើអ្នកនៅតែមាន path ទៅ root switch ទេចំណុចទី3បើគ្មាន path expire mid-h timer ភ្លាមអញ្ចឹងចំណុចទី4 convergence លឿនជាងអញ្ចឹងកំណត់ត្រាចំណុចទី1 breakpoint flash ផ្អែកលើ deletion មិនមែន speed breakpoint flash មិនជួយ port startup speed ទេវាជួយ delete topology channel លឿនជាងវាជួយ delete topology chain លឿនជាងចំណុចទី2ល្អសម្រាប់ cost network breakpoint flash មានប្រយោជន៍បំផុតនៅ cost និង distribution layer ដែលមាន complex topology ចំណុចទី3ត្រូវ enable នៅទូទាំង network breakpoint flash ដំណើរការល្អបំផុតនៅពេលដែល switches ទាំងអស់នៅក្នុងបណ្ដាញ disable របស់វាអញ្ចឹង config បានបន្តិចមក enable switch ទាំងអស់សម្រាប់ការបោះជាផ្ដល់ល្អបំផុតអញ្ចឹង slide បន្ទាប់ ether channel គឺជាចំណុចចុងក្រោយ ether channel នេះជា feature ចុងក្រោយហើយវាខុសគ្នាទាំងស្រុងអញ្ចឹងគោលបំណង ether channel គឺជា link aggregation technology ដែលរួម physical link ច្រើនជាង local link មួយអញ្ចឹងបញ្ហាមួយដែល multiple link សូមសម័យថាយើងមាន layer មាន2 switches ហើយយើងចង់បង្កើន bandwidth រវាងពួកវាយើងភ្ជាប់4 link
ចឹងបញ្ហា STP នឹង block 3 link ដើម្បីការពារ loop ចឹងលទ្ធផល link 1 forward link 3 link ទៀតគឺ block ចឹងEther channel ដោះស្រាយយ៉ាងណា Ether channel មូល link ទាំងអស់ជាមួយចំពោះ STP វាគិតថាជា port មួយតែប៉ុណ្ណោះចំពោះ bandwidth អ្នកទទួលគឺ4 គុណbandwidth សូមកលេចមើល comparison នៅ slide ខាងស្ដាំមុន Ether channel 4 link អញ្ចឹងវា block 2 អញ្ចឹងbandwidth ស្មើនឹង1 gigabit អញ្ចឹង1 link តែប៉ុណ្ណោះដំណើរការជាមួយ Ether channel background ពណ៌ក្រហមbackground ពណ៌បៃតងមួយ local link 0 block អញ្ចឹងមាន block ទេអញ្ចឹង bandwidth 4 gigabit link ទាំងអស់ដំណើរការអញ្ចឹងទៅ slide ដំបូងអត្ថប្រយោជន៍ចំណុចទី1គឺ STP មើលជា port មួយជា port តែមួយអញ្ចឹង Ether channel ខ្លាចជា single local port ចំពោះ STP គ្មាន blocking ចំណុចទី2កាត់បន្ថយ blocking port រក្សា bandwidth ទាំងអស់ដែលយើងបានចំណាយលុយអញ្ចឹងចំណុចទី3បង្កើត bandwidth 4 ដងច្រើន link ស្មើនឹង bandwidth ច្រើនអញ្ចឹង4 គុណនឹង 1G ស្មើនឹង 4G 4 គុណនឹង 1G ស្មើនឹង 4G អញ្ចឹងចំណុចទី4បង្កើត redundancy បើ link មួយនៅ Ether channel failing ច្រើនទៀតផ្សេងទៀតនៅតែដំណើរការគ្មាន downtime ចំណុចទី5 loss balancing អញ្ចឹង traffic ត្រូវមាន disable ស្មើគ្នាលើ link ទាំងអស់អញ្ចឹង Ether channel protocol មាន2 protocol សម្រាប់ create Ether channel អញ្ចឹងLACP ដែលហៅថា link aggregation control protocol អញ្ចឹង IEEE standard 802.3 AD អញ្ចឹងដំណើរការជាមួយ vendor ផ្សេងគ្នាហើយ recommend អញ្ចឹង PAGP ដែលពាក្យពេញថា port aggregation control អញ្ចឹងCisco proprietary ដំណើរការលើ Cisco device តែប៉ុណ្ណោះអញ្ចឹង recommend requirement សម្រាប់ Ether channel ដើម្បីបង្កើត Ether channel port ទាំងអស់ត្រូវមាន speed ដូចគ្នាអញ្ចឹង all gigabit ឬ all 10 gigabit មួយទៀតduplex ដូចគ្នាអញ្ចឹង all full duplex អញ្ចឹង VLAN ដូចគ្នា access ឬត្រាំងដូចគ្នា speed port mode ដូចគ្នាទៀតអញ្ចឹងអត្រាសំខាន់ចំណុចទី1អញ្ចឹង Ether channel មិនបង្កើត convergent speed ទេអញ្ចឹង Ether channel ផ្ដោតលើ bandwidth redundancy loss balancing អញ្ចឹង Ether channel មិនផ្ដោតលើ startup speed convergent time ទេចំណុចទី2ខុសពី board flash អញ្ចឹង flash board លឿនសម្រាប់ access port startup time អញ្ចឹង Ether channel bandwidth សម្រាប់ uplink no dilation no speed នេះជា basic
configuration example នេះយ៉ាងនេះជា port 1.4ខ្ល้ายជា local port channel 1 អូខេចឹងspeed comparison និង ranking ឥឡូវនេះសូមប្រៀបធៀប feature ទាំង6ទាក់ទងនឹង speed import សូមចាប់អារម្មណ៍ពីព្រោះនេះជា key takeaway សំខាន់បំផុតលំដាប់ទី1 port flash នេះគឺជា feature ដែល port លើ switch ខ្លាំងបំផុតកាត់បន្ថយពី50ទៅតិចជាង1វិនាទីពេលណាប្រើនៅលើ switch port ទាំងអស់ដែលភ្ជាប់ទៅ end device ដូចជា PC printer server ជាដើមណាដាប់ទី2គឺ uplink flash មិនមែនដូចមិនលឿនដូច port flash ទេប៉ុន្តែនៅតែជាធំសម្រាប់ failover scenario ពេលណាប្រើ access layer switches ដែលមាន redundant uplink អញ្ចឹងលំដាប់ទី3 backbone flash ការកែលម្អការកែលម្អ conversion time នៅពេលមាន indirect failure ពេលណាប្រើdistribution ឬ cost layer អញ្ចឹង feature ដែលមិនផ្ដោតទៅលើ switch មាន BPDU cost វាជា security protection មិនមែនសម្រាប់ speed វាការពារ root switch attack អញ្ចឹងមួយទៀត BPDU filter អញ្ចឹង BPDU control មិនមែនសម្រាប់ speed គ្រប់គ្រង BPDU behavior ប្រើដោយប្រុងប្រយ័ត្នអញ្ចឹងមួយទៀតether channel bandwidth integration មិនបង្កើន convergent speed វាបង្កើន bandwidth និង redundancy សន្និដ្ឋានម្នាក់ចង់speed ចង់បាន speed អញ្ចឹងប្រើ flash bomb ហើយមួយទៀតម្នាក់ចង់បាន security ប្រើ BPDU Grace ចុះបើអ្នកចង់បាន bandwidth អញ្ចឹងប្រើ ether channel បើអ្នកចង់បាន redundancy អញ្ចឹងប្រើ uplink បូកជាមួយ ether channel អញ្ចឹង feature ទាំងអស់នេះមានគោលបំណងផ្សេងៗគ្នាយល់ close នីមួយៗ close នីមួយៗហើយប្រើឲ្យត្រឹមត្រូវអញ្ចឹងសន្និដ្ឋានអញ្ចឹងសូមសង្ខេបអ្វីដែលយើងរៀនថ្ងៃនេះអញ្ចឹង feature ទាំង6មានតួនាទីខុសៗគ្នាអញ្ចឹងចំណុចទី1 port flash immediate forwarding អញ្ចឹង close របស់វាគឺ speed time តិចជាង1វិនាទីប្រើលើ access port import ខ្លាំងបំផុតអញ្ចឹងពី BPDU Grace security protection អញ្ចឹង close របស់វា security action block root switch ប្រើលើ access port ជាមួយ port flash អញ្ចឹង import ការពារបណ្ដាញអញ្ចឹង3 BPDU filter BPDU control អញ្ចឹង close control action stop BPDU send or receive អញ្ចឹងប្រើលើករណីពិសេសតែប៉ុណ្ណោះ
ការព្រមានគឺវាហានិភ័យខ្ពស់អញ្ចឹង4 uplink flash fast failover អញ្ចឹង glow របស់វាredundancy ថែមវាតែ3ទៅ5វិនាទីអញ្ចឹងប្រើលើ access layer import failover លឿនអូខេអញ្ចឹង5 baseband flash deletion អញ្ចឹង close deletion ថែមរបស់វា15ទៅ20វិនាទីប្រើលើ cost dissipation អញ្ចឹង import delete លឿនជាងអញ្ចឹងទី6គឺ ether channel global វាគឺ bandwidth បូកជាមួយនឹង redundancy អញ្ចឹង result multiple link ស្មើនឹង1 local link អញ្ចឹងប្រើលើ uplink import bandwidth ច្រើនខ្លាំងសូមអរគុណច្រើនដែលបានតាមដានវីដេអូរបស់ខ្ញុំថ្ងៃនេះយើងបានរៀនអំពី6 feature សំខាន់របស់ BPDU មានដូចជា board flash លឿនបំផុត BPDU trace សុវត្ថិភាពបំផុត BPDU filter ប្រុងប្រយ័ត្នបំផុត uplink flash failover លឿនចឹង baseband flash deletion លឿន ether channel bandwidth ច្រើនបំផុតចឹងសំណួរ comment បើសិនបើបងប្អូនមានសំណួរអ្វីសូមសរសេរនៅ comment section ខាងក្រោមយើងខ្ញុំនឹងព្យាយាមឆ្លើយសំណួរទាំងអស់កុំភ្លេចចុច like វីដេអូនេះបើវាមានប្រយោជន៍ subscribe និងបើក bell notification ដើម្បីទទួលបាន IT content ជាភាសាខ្មែរ share ទៅកាន់មិត្តភ័ក្តិដែលកំពុងរៀន network comment សំណួរឬ topic ដែលចង់ឲ្យយើងធ្វើវីដេអូបន្តសូមរក្សាសុខភាពល្អនិងរៀនឲ្យពូកែហើយជួបគ្នានឹងវីដេអូក្រោយសូមអរគុណនិងជម្រាបលា